គ្រាមលោកលើកទី2មកទល់សប្តាហ៍ថ្ងៃគឺតែងតែមាននៅជុំវិញនយោបាយនៅអ្វីដែលខ្ញុំហៅថាទី1បញ្ញវន្តអ្នកធ្វើអត្ថាធិប្បាយនយោបាយទី2បញ្ញវន្តនយោបាយនិងទី3អ្នកនយោបាយបញ្ញវន្តដែលខ្ញុំចង់យកឱកាសនេះចែករំលែកចំណេះដឹងជាពិសេសដល់បងប្អូនកូនក្មួយដែលមានបំណងចង់ក្លាយជាបញ្ញវន្តសតវត្សទី21ហើយទន្ទឹមនឹងមានបំណងចង់ជួលប្រឡូកក្នុងនយោបាយជាបឋមខ្ញុំយល់ស្របទាំងស្រុងនឹងនិយមន័យនៃពាក្យបញ្ញវន្តដែលលើកឡើងដោយវាលគ្មិនមុនព្រះតេជគុណពិនសែនស្រីសុវណ្ណោញាគុណមេលីហើយនឹងលោកសុធិរាប៉ុន្តែដោយសារតែប្រធានបទខ្ញុំជាប្រធានបទចង្អៀតបញ្ញវន្តនិងនយោបាយខ្ញុំត្រូវកំណត់ឡើងវិញនិយមន័យនៃពាក្យបញ្ញវន្តនិងនិយមន័យនៃពាក្យនយោបាយតាមរយៈបញ្ញវន្តខ្ញុំចង់សម្ដៅទៅលើខ្មែរយើងដែលពីមួយចំនួនទៅមួយចំនួនត្រូវមហាជនទទួលស្គាល់ថារៀនសូត្រចេះដឹងបានខ្ពស់ជាងគេចេះដឹងបានខ្ពស់ជាងគេបើប្រៀបធៀបទៅនឹងប្រជាពលរដ្ឋសាមញ្ញធម្មតានិយាយថាបញ្ញវន្តខ្មែរគឺគ្រាន់តែជាអ្នករៀនចេះដឹងបានគ្រាន់បើជាងគេជានិយមន័យបើតាមយោបល់របស់ខ្ញុំវាស៊ីគ្នាទៅនឹងសង្គមខ្មែរប្រទេសយើងចង់ឬមិនចង់មកទល់ពេលនេះនៅក្នុងវិស័យវិទ្យាសាស្ត្រក៏ដោយនៅក្នុងវិស័យមនុស្សសាស្ត្រក៏ដោយអត់មាននៅឡើយទេកម្ពុជាបញ្ញវន្តអត់មាននៅឡើយទេកម្ពុជាអ្នកប្រាជ្ញដែលឧទាហរណ៍បង្កើតបានជាទ្រឹស្ដីសកលណាមួយទ្រឹស្ដីសកលដែលក្នុងគ្រានេះនិស្សិតនៅក្នុងពិភពលោកទាំងមូលកំពុងរៀនសូត្ររាយតាមរយៈពាក្យនយោបាយខ្ញុំចង់សម្ដៅទៅលើរាល់សកម្មភាពដែលវិលវល់ជុំវិញការកាន់កាប់អំណាចវិលវល់ជុំវិញសកម្មភាពនៃគណៈបកនិងរាល់សកម្មភាពដែលវិលវល់ជុំវិញការរក្សាអំណាចនិងការដណ្ដើមអំណាចនិយមន័យទាំងនេះកំណត់រួចហើយគូបញ្ជាក់ថានៅក្នុងប្រវត្តិសាស្ត្រកម្ពុជាយើងតាំងពីចប់សង្គ្រាមលោកលើកទី2មកទល់សប្តាហ៍ថ្ងៃគឺតែងតែមាននៅជុំវិញនយោបាយនៅអ្វីដែលខ្ញុំហៅថាទី1បញ្ញវន្តអ្នកធ្វើអត្ថាធិប្បាយនយោបាយទី2បញ្ញវន្តនយោបាយនិងទី3អ្នកនយោបាយបញ្ញវន្តជាបឋមអ្វីទៅដែលខ្ញុំហៅថាបញ្ញវន្តអ្នកធ្វើអត្ថាធិប្បាយនយោបាយនិយាយចំគឺអ្នកចេះដឹងដែលលូកមាត់ក្នុងបញ្ហានយោបាយតាមរយៈការធ្វើអត្ថាធិប្បាយការបញ្ចេញមតិរិះគន់ឬក៏តិទៀនឬក៏គាំទ្រឬតាមរយៈការវិភាគដែលមានគិតក្រមសិទ្ធិអនុម័តនិងវិទ្យាសាស្ត្របញ្ញវន្តអ្នកធ្វើអត្ថាធិប្បាយនយោបាយសម័យមុនខ្ញុំចង់លើកការកត់សម្គាល់បន្តិចមិនដូចសម័យឥឡូវនេះទេពីមុនគឺថារហូតដល់ដើមទសវត្សរ៍ឆ្នាំ1970អ្នកចេះដឹងដែលលូកមាត់ក្នុងបញ្ហានយោបាយជាទូទៅជាអ្នកនយោបាយដែលក្នុងពេលដំណើរគ្នាហ្នឹងក៏ជាអ្នកកាសែតឬក៏ជានាយកសារព័ត៌មានដែលគាត់មានរៀងខ្លួនដែលម្នាក់ឬក្រុមនីមួយៗយកមកប្រើប្រាស់ដើម្បីបង្កើនកេរ្តិ៍ឈ្មោះរបស់គាត់ដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់គាត់ខ្លួនឯងនិងបង្កើនឥទ្ធិពលនយោបាយរបស់គណៈបករបស់គាត់ហើយក្នុងចំណោមអ្នកចេះដឹងខ្មែរសម័យមុនដែលជាអ្នកនយោបាយធ្វើអត្ថាធិប្បាយនយោបាយរួមមានដូចជាស៊ិនងុកថាញ់
តាមរយៈសារព័ត៌មាននគរធំនៅចុងឆ្នាំ1930និងក្រោយមកទៀតតាមរយៈសារព័ត៌មានខ្មែរក្រោកនៅឆ្នាំ1951មានខៀវសំផនតាមរយៈសារព័ត៌មានជាភាសាបារាំង L'Observateur មានសឹមវ៉ាតាមរយៈសារព័ត៌មានខ្មែរឯករាជ្យឬក៏មានចៅសេងនិងហ៊ូនឹមតាមរយៈសារព័ត៌មានជាភាសាបារាំងដែរ La Nouvelle Dépêche នៅក្នុងទសវត្សរ៍ឆ្នាំ1960ហើយមាននៅដើមទសវត្សរ៍1970បើខ្ញុំនៅចាំតែខ្ញុំនៅក្មេងៗទេមានសុទ្ធពលិនប៉ុន្តែសុទ្ធពលិនគាត់នេះខុសពីគេឯងពុំមានមុខតំណែងនយោបាយអ្វីទេតែជាមេកាសែតនគរធំក្នុងសម័យសាធារណរដ្ឋរបស់សេនាប្រមុខលន់ នល់រៀននៅសម័យឥឡូវនេះវិញពិសេសក្នុងអំឡុងពេលជាង10ឆ្នាំចុងក្រោយនេះអ្នកធ្វើអត្ថាធិប្បាយនយោបាយដែលទាំងអស់គ្នាហៅថាអ្នកវិភាគនយោបាយជាទូទៅគ្មានមុខតំណែងនយោបាយទេតែមាននិន្នាការនយោបាយច្បាស់ក្រឡែតសុទ្ធសឹងជាអ្នកចេះដឹងដើមដំបូងចេញពីអង្គការក្រៅរដ្ឋាភិបាលឬចេញពីជួរសកម្មជននយោបាយឬចេញពីគណៈបកនេះឬគណៈបកនោះហើយចុងក្រោយនេះចេញច្រើនឡើងពីមជ្ឈដ្ឋានអ្នកស្រាវជ្រាវពីមជ្ឈដ្ឋានសាស្ត្រាចារ្យមហាវិទ្យាល័យអ្នកវិភាគនយោបាយល្បីសម័យឥឡូវសុទ្ធតែត្រូវបានឡុងសេដោយប្រព័ន្ធផ្សព្វផ្សាយប្រពៃណីខ្ញុំចង់និយាយពីវិទ្យុទូរទស្សន៍និងកាសែតហើយក្នុងចំណោមអ្នកវិភាគនយោបាយល្បីដែលត្រូវបានឡុងសេដោយប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានជាឧទាហរណ៍សពបណ្ឌិតកែមលិចនេះទី1ទី2ពីមួយចំនួនទៅមួយចំនួននៅជុំវិញនយោបាយកម្ពុជាមានបញ្ញវន្តនយោបាយគឺថាដូចបណ្ដាប្រទេសដទៃដែរគឺសុទ្ធសឹងជាអ្នកចេះដឹងដែលជ្រើសរើសយកការធ្វើនយោបាយជាមុខអាជីពហើយនៅស្រុកខ្មែរពីរបបមួយទៅរបបមួយមានច្រើនណាស់បញ្ញវន្តនយោបាយបានន័យថាអ្នកចេះដឹងដែលរៀនសូត្រនៅសាលាបានទទួលសញ្ញាបត្រខ្ពស់រួចហើយចូលប្រឡូកក្នុងឆាកនយោបាយមានដូចជាស៊ិនងប់ខាញ់ដូចជានិយាយបាញ់មិញដែលផ្ដើមលេចឈ្មោះតាំងពីចុងទសវត្សរ៍ឆ្នាំ1930មកម្លេះមានដូចជាព្រះអង្គម្ចាស់ស៊ីសវត្តយុទ្ធិវង្សមានឈិនវងមានសឹមវ៉ាមានអ៊ីវកឹសជាពិសេសដែលជាស្ថាបនិកគណៈបកប្រជាធិបតេយ្យដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1946និងដែលក្រោយមកនៅឆ្នាំ1957ស្រាប់តែរលត់រលាយទៅវិញរាយក្នុងចំណោមបញ្ញវន្តនយោបាយសម័យសាធារណរដ្ឋរបស់សេនាប្រមុខលន់ នល់ មានដូចជាអ្នកអង្គម្ចាស់ស៊ីសវត្តសិរិមន្តៈជេងហេងលុងបូរ៉េតឌុករ៉ាស៊ីកែវសំខាច់ជាហើយលាក់ក្នុងសម័យឥឡូវនេះដូចគ្នាមិនខ្វះដែរអ្នកចេះដឹងដែលរៀនសូត្របានពងពោះហើយជួបប្រឡូកក្នុងនយោបាយឬក៏អ្នកចេះដឹងដែលនៅទីបំផុតคล้ายជាអ្នកនយោបាយរួមមានបញ្ញវន្តមួយក្តាប់តូចទេដែលនៅសល់ពីការកាប់សម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងដែលអ្នកខ្លះនៅបន្តធ្វើជារដ្ឋមន្ត្រីនៅឡើយនៅក្នុងជួររាជរដ្ឋាភិបាលក្រោយមកទៀតមានអ្នកដែលទៅសិក្សានៅសហភាពសូវៀតសិតតែក្មេងៗហើយឥឡូវពួកគាត់ក៏ស្ថិតនៅក្នុងជួររដ្ឋាភិបាលដូចគ្នាដោយឡែកក៏មានដែរសប្តាហ៍នេះសិតតែក្មេងៗដែលរៀនសូត្របានខ្ពង់ខ្ពស់នៅបរទេសមុននឹងវិលមកកម្ពុជាវិញហើយដែលកំពុងត្រៀមខ្លួននៅសប្តាហ៍នេះបន្តវេននយោបាយនៅតាមក្រសួងនីមួយៗនិងនៅតាមស្ថាប័នរដ្ឋនានាគឺសុទ្ធសឹងជាបញ្ញវន្តចំនួនថ្មីដែលជួបប្រឡូកក្នុងឆាកនយោបាយទី3អានេះទី2គឺតែងតែមាននៅក្នុងនយោបាយកម្ពុជាយើងពីមួយចំនួនទៅមួយចំនួន
អ្វីដែលខ្ញុំហៅអំបញ្ញមិញថាជាអ្នកនយោបាយបញ្ញវន្តអ្នកនយោបាយបញ្ញវន្តជាប្រភេទមនុស្សកម្រមានចំនួនតិចតួចទេបានន័យថាគឺជាអ្នកដែលត្រូវបង្ខំចិត្តចូលប្រឡូកក្នុងឆាកនយោបាយត្បិតតម្រូវដោយព្រេងវាសនាឬតម្រូវដោយកលៈទេសៈនិងបរិបទប្រវត្តិសាស្ត្រនៃប្រទេសយើងប៉ុន្តែក្រោយមកពួកគាត់សិតតែរៀនសូត្រមិនទាន់បានខ្ពង់ខ្ពស់នៅឡើយទេប៉ុន្តែត្រូវបង្ខំចិត្តចូលប្រឡូកក្នុងនយោបាយប៉ុន្តែក្រោយមកអ្នកនយោបាយទាំងនេះពេលកំពុងកាន់អំណាចពិសេសក្នុងកម្រិតថ្នាក់កំពូលត្រូវបន្តរៀនត្រូវបន្តសិក្សាត្រូវបន្តបង្កើនកម្រិតវប្បធម៌ទូទៅដោយមានជំនួយជាពិសេសពីក្រុមអ្នកជំនាញនិងពីក្រុមទីប្រឹក្សារហូតដល់ចេះដឹងខ្ពង់ខ្ពស់ជាងគេពួកខ្ពង់ខ្ពស់សឹងថាមិនចាញ់អ្នកបញ្ញវន្តនយោបាយទេនៅក្នុងចំណោមអ្នកនយោបាយបញ្ញវន្តទាំងនេះតាមយោបល់របស់ខ្ញុំឧទាហរណ៍ពិសេសជាងគេគឺករណីអង្គសម្ដេចសៀនបញ្ញវន្តនេះដែលទ្រង់រៀនមិនទាន់ខ្ពង់ខ្ពស់នៅឡើយផងស្រាប់តែត្រូវឡើងសោយរាជ្យនៅឆ្នាំ1941គឺត្រង់នេះហើយដែលអង្គសម្ដេចសៀនុទ្រង់តែងតែត្រូវអ្នកចេះដឹងខ្មែរអ្នកចេះដឹងខ្មែរខ្លះក្នុងកម្ពុជាក្នុងនយោបាយខ្មែរយើងជាពិសេសអ្នកដែលប្រឆាំងនឹងទ្រង់និយាយឌឺដងហើយឌឺដងទៀតថាព្រះអង្គទ្រង់មិនមែនជាបញ្ញវន្តទេហើយករណីពិសេសមួយទៀតនេះតាមយោបល់របស់ខ្ញុំដែរមិនដឹងជាយល់ស្របតាមខ្ញុំដែរឬទេមានប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្នសម្ដេចហ៊ុនសែនដែលត្រូវផ្អាកការសិក្សារួចហើយជួលព្រីម៉ាគីនៅឆ្នាំ1970ទាំងរៀនមិនទាន់បានខ្ពង់ខ្ពស់នៅឡើយទេប៉ុន្តែក្រោយមកពេលកំពុងកាន់កាប់អំណាចត្រូវបន្តរៀនសូត្រដោយមានជំនួយពីទីប្រឹក្សាមានជំនួយពីក្រុមជំនាញដើម្បីក្តាប់ស្ថានភាពជាតិនិងអន្តរជាតិរហូតคล้ายជាអ្នកចេះដឹងមិនចាញ់អ្នកបញ្ញវន្តនយោបាយទេឥឡូវនេះខ្ញុំចង់បដោតថ្ងៃនេះប្រធានបទរបស់យើងមិនមែនទៅលើអ្នកធ្វើអត្ថាធិប្បាយនយោបាយហើយក៏មិនមែនទៅលើអ្នកនយោបាយបញ្ញវន្តដែរខ្ញុំចង់និយាយជាពិសេសពីអ្នកបញ្ញវន្តនយោបាយបានន័យថាអ្នកដែលរៀនសូត្របានខ្ពង់ខ្ពស់ហើយមានចិត្តគំនិតចង់ជួបប្រឡូកក្នុងឆាកនយោបាយតាំងពីដើមរៀងមកទាំងអស់គ្នាច្បាស់ជាគាត់សម្គាល់ឃើញហើយខ្មែរយើងដែលរៀនបានខ្ពង់ខ្ពស់រៀនបានខ្ពង់ខ្ពស់ជាងគេទាំងនៅក្នុងស្រុកនិងទាំងរៀនដល់បរទេសពេលត្រឡប់មកដល់កម្ពុជាវិញចង់តែធ្វើនយោបាយរឿងនិយាយបែបផ្សេងមិនដែលគេចផុតពីនយោបាយសូម្បីតែអ្នកដែលរៀនបានខ្ពង់ខ្ពស់នៅក្នុងវិស័យវិទ្យាសាស្ត្រដែលមិនតាក់ទងសោះឡើយនឹងនយោបាយដែលមិនតាក់ទងសោះឡើយនឹងរដ្ឋបាលសាធារណៈក៏ជួលធ្វើនយោបាយដែរមានច្រើនណាស់ឧទាហរណ៍អ្នកវិទ្យាសាស្ត្រខ្មែរដែលជួលធ្វើនយោបាយប៉ុន្តែខ្ញុំសូមជូនឧទាហរណ៍មួយពីរក្នុងនោះមានព្រះអង្គម្ចាស់ស៊ីសវត្តយុទ្ធិវង្សបណ្ឌិតរដ្ឋផ្នែករូបវិទ្យាមកពីបារាំងអត់តាក់ទងនឹងនយោបាយទេអត់តាក់ទងនឹងរដ្ឋបាលសាធារណៈទេប៉ុន្តែព្រះអង្គចូលប្រឡូកក្នុងឆាកនយោបាយជួនមុំមេខ្មែរក្រហមចេញពីសាលាពហុបច្ចេកវិទ្យាបារាំងដល់ល្បីល្បាញបារាំងហៅថា École Polytechnique គឺសុទ្ធសឹងថាអ្នកពូកែមែនទែនមិនជួសាលានឹងបានឬក៏គិតឈុនអាយដាមគិតឈុនដែលចេញពីសាលាវិស្វកម្មបារាំងដ៏ល្បីល្បាញ École Centrale ឯកទេសខាង nucléaire ហេតុអ្វីបានជាអ្នកចេះដឹងខ្មែរដែលតាំងពីដើមរៀងមកឲ្យតម្លៃខ្លាំងជាងគេដល់តែកិត្តិយសបុណ្យស័ក្តិបានមកពីមុខតំណែងនយោបាយអ្នកខ្លះគេថាទាំងនេះអាចមកពីមហិច្ឆតាផ្ទាល់ខ្លួនគូផ្សំនឹងផ្នត់គំនិតខ្មែរយើងដែលតាំងពីជីដូនជីតាឪពុកម្ដាយបងប្អូនកូនក្មួយជុំវិញហ្នឹងគឺថា
យល់ឃើញថាកិត្តិយសធំបំផុតស្ថិតស្ថេរជាកិត្តិយសដែលហូរចេញមកពីមុខតំណែងនយោបាយសម្រាប់ខ្ញុំការបញ្យល់បែបនេះសមរម្យសមដែរតែមិនគ្រប់គ្រាន់សម្រាប់ខ្ញុំបើយើងអានប្រវត្តិនយោបាយកម្ពុជាដូចជំនឿឡើងមិញតាំងពីឆ្នាំ1945ចប់សង្គ្រាមលោកលើកទី2មកទល់សព្វថ្ងៃចង់ឬមិនចង់មានតិចឬច្រើនមូលហេតុធំមួយដែលជំរុញអ្នកចេះដឹងខ្មែរឲ្យចូលធ្វើនយោបាយឲ្យចូលបម្រើរាជរដ្ឋាភិបាលនោះគឺទឹកចិត្តស្នេហាជាតិពិសេសក្នុងកលៈទេសៈប្រវត្តិសាស្ត្រលំបាកលំបិនមួយចំនួនដែលធ្វើឲ្យជាតិនឹងត្រូវការអ្នកចេះដឹងជាចាំបាច់ដោយខានដំណាក់កាលប្រវត្តិសាស្ត្រទី1ដែលមានទូប្រទេសយើងត្រូវការអ្នកចេះដឹងគឺពីចុងសតវត្សឆ្នាំ1930ដល់ក្រោយសម័យសង្គ្រាមលោកលើកទី2នៅឆ្នាំ1945កាលនោះផ្ដើមមានអ្នកចេះដឹងដែលរៀនបានខ្ពង់ខ្ពស់រួមមានជាពិសេសពួកនិស្សិតពួកសិស្សសាលាដែលចេញពីអនុវិទ្យាល័យព្រះស៊ីសុវត្ថិរួចហើយទៅបន្តការសិក្សានៅវិទ្យាល័យ Chaslou Lomba នៅព្រៃនគរនិងជួនកាលទៀតទៅរៀនដល់ស្រុកបារាំងតែម្ដងគឺអ្នកចេះដឹងខ្មែរជំនាន់ដំបូងដ៏កម្រទាំងនេះហើយដែលជាអ្នកមានគំនិតទាមទារឯករាជ្យពីបារាំងមុនគេត្រង់នេះខ្ញុំចង់គូបញ្ជាក់ថាទោះបីជានៅទីបំផុតប្រវត្តិសាស្ត្រយើងទទួលស្គាល់អង្គសម្ដេចសៀនជាបិតានៃឯករាជ្យជាតិក្តីក៏គេមិនត្រូវបំភ្លេចឡើយទូនីតិរបស់អ្នកចេះដឹងរួមទាំងអ្នកចេះដឹងដែលជាសត្រូវរបស់សម្ដេចសៀនផងដូចជាស៊ិនងុកថាញ់នេះជាដើមគឺស៊ិនងុកថាញ់នេះហើយដែលជាអ្នកចេញមុខទាមទារឯករាជ្យពីបារាំងយ៉ាងចំហមុនគេតាមរយៈសារព័ត៌មានរបស់គាត់ដែលជំនឿឡើងបាញ់មិញគឺសារព័ត៌មាននគរធំនៅចុងទសវត្សរ៍ឆ្នាំ1930ដោយឡែកតាមរយៈកាសែតនគរវត្តដដែលស៊ិនងុកថាញ់ក៏ជាអ្នកបំផុសបំផុលមុនគេដែរគំនិតជាតិនិយមគឺជាតិនិយមរបស់ស៊ិនងុកថាញ់នេះហើយដែលបន្តក្របដណ្ដប់លើអារម្មណ៍របស់ខ្មែរយើងច្រើនណាស់តាំងពីអ្នកចេះដឹងរហូតដល់ប្រជាជនធម្មតាស៊ិនងុកថាញ់ស្អប់ចិនដែលគាត់ចោទថាលួចសេដ្ឋកិច្ចខ្មែរស៊ិនងុកថាញ់ស្អប់យូណាណាំដែលគាត់ចោទថាលួចដីខ្មែរប៉ុន្តែកាលសម័យចុងទសវត្សរ៍ឆ្នាំ1930ហ្នឹងស៊ិនងុកថាញ់ក្រៅពីចំណុចការញុះញង់ឲ្យមានសម្អប់ពូជសាសន៍នេះគាត់ក៏បានដាស់តឿនដែរឲ្យខ្មែរយើងប្រឹងប្រែងដើម្បីប្រណាំងប្រជែងនឹងចិននៅលើវិស័យជំនួញនិងដើម្បីប្រណាំងប្រជែងនឹងយូណាណាំក្នុងវិស័យរដ្ឋបាលពីព្រោះកាលហ្នឹងហើយនេះជាការពិតនៃប្រវត្តិសាស្ត្របារាំងយកអាណាំយកយូណាណាំមកប្រើការក្នុងវិស័យរដ្ឋបាលនៅកម្ពុជាពីព្រោះបារាំងរកអ្នកចេះដឹងនៅលើទឹកដីខ្មែរគ្មានដំណាក់កាលប្រវត្តិសាស្ត្រទី2ដែលតាមការយល់ឃើញរបស់ខ្ញុំអ្នកចេះដឹងដើរតួនាទីសំខាន់ក្នុងនយោបាយខ្មែរនិងនាំប្រយោជន៍ដល់ជាតិខ្មែរគឺពីឆ្នាំ1946ដល់ឆ្នាំ1953ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យរហូតដល់ឆ្នាំ1953ឆ្នាំដែលបារាំងប្រគល់ឯករាជ្យឲ្យកម្ពុជាវិញគេត្រូវដឹងថានៅម្ខាងមានសកម្មភាពទ័ពព្រៃរបស់ពួកដែលមិនមែនជាអ្នកចេះដឹងទេតែជាអ្នកកាន់អាវុធតស៊ូនៅតាមតំបន់ដាច់ស្រយាលខ្ញុំចង់និយាយពីពួកអ៊ីរ៉ាក់និយមស្ដាំដូចជាដាប់ឈួននិងព្រះអង្គម្ចាស់ចន្ទរាំងសីហើយខ្ញុំក៏ចង់និយាយដែរពីពួកខ្មែរអ៊ីរ៉ាក់និយមឆ្វេងដែលក្រោយមកគេហៅថាពួកខ្មែរវៀតមីងដូចជាអាចារ្យមានដូចជាសងុកមីងគឺអាចារ្យមាននេះហើយទូសមុទ្រហើយនិងស៊ីវហេងពួកអ្នកទាំងនេះដែលក្រោយមកគេចោទថាទៅចូលដៃជាមួយ
យួនអាណាំតាមពិតទៅពួកគាត់ក៏ជាអ្នកស្នេហាជាតិដែរស្នេហាជាតិក្នុងគោលបំណងចូលដៃជាមួយប្រទេសជិតខាងដែលស្ថិតក្រោមនឹមអាណានិគមបារាំងដូចកម្ពុជាដែរដើម្បីបណ្ដេញបារាំងចេញពីកម្ពុជាដើម្បីបណ្ដេញបារាំងចេញពីឥណ្ឌូចិនរៀនមកខាងទៀតនៅលើឆាកនយោបាយក្នុងស្រុកខ្មែរនេះវិញក្នុងថេរវេលាដំណើរគ្នាមានអ្នកចេះដឹងដែលទីមទាយ៉ាងចំហឯករាជ្យពីបារាំងក្នុងចំណោមអ្នកចេះដឹងដែលទីមទាឯករាជ្យយ៉ាងចំហពីបារាំងនឹងមានដូចជាព្រះអង្គម្ចាស់យុទ្ធធិវង្សមានដូចជាអ្នកដែលស្ថិតនៅជួរគណៈបកប្រជាធិបតេយ្យខ្ញុំចង់និយាយពីស៊ិនវ៉ាឈិនវងអ៊ីវកឹកក៏មានដែរអ្នកចេះដឹងអភិរក្សនិយមដែលដើមមានឈ្មោះនៅលើឆាកនយោបាយខ្មែរកាលចំនួននោះដូចជាស៊ិនសានប៉ែននុតញឹកជូលុងយ៉ែមសម្បូរឡាប៉ុន្តែកាលសម័យហ្នឹងមានជាពិសេសអ្នកចេះដឹងដែលចេញពីជួរបកប្រជាធិបតេយ្យច្រើនណាស់សំបីតែអនាគតខ្មែរក្រហមអៀងសេរីសលុតសជួនមុំគេងបានសាក់ជាអ្នកឆ្វេងនិយមទេសុទ្ធសឹងជាអ្នកដែលគ្រប់គ្រងគណៈបកប្រជាធិបតេយ្យមុននឹងក្លាយជាកុម្មុយនីសពេលដែលទៅដល់ស្រុកបារាំងម្ល៉េះអ្នកចេះដឹងមួយក្រុមនេះហេតុអ្វីបានជាពួកគាត់មានឱកាសបង្កើតគណៈបកប្រជាធិបតេយ្យឡើងជំរាបរាប់បន្តិចវែងបន្តិចនៅក្រោយសង្គ្រាមលោកលើកទី2ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបារាំងសម្រេចចិត្តអនុញ្ញាតឲ្យខ្មែរបង្កើតគណៈបកនយោបាយនៅពេលនោះស្រាប់តែឈិនវងស៊ឹមវ៉ាអ៊ីវកឹកសម្រេចបង្កើតគណៈបកនយោបាយមួយឡើងគឺគណៈបកប្រជាធិបតេយ្យហើយ3ខែមុនការបោះឆ្នោតឆ្នាំ1946ជាលើកទី1ព្រះអង្គម្ចាស់ស៊ីសវត្តយុទ្ធធិវង្សដែលទ្រង់វិលត្រឡប់ពីស្រុកបារាំងមកវិញត្រូវបានតែងតាំងជាប្រធានគណៈបកប្រជាធិបតេយ្យទន្ទឹមនឹងការបង្កើតគណៈបកប្រជាធិបតេយ្យក៏មានដែរការបង្កើតឡើងនៃបកដទៃផ្សេងដូចជាបកសេរីភាពរបស់ព្រះអង្គម្ចាស់នរិនដេតប៉ុន្តែយ៉ាងណាក៏ដោយរហូតដល់ឆ្នាំ1955បកប្រជាធិបតេយ្យនោះឈ្នះឆ្នោតរហូតឈ្នះនៅឆ្នាំ46ឈ្នះនៅឆ្នាំ47ឈ្នះនៅឆ្នាំ51ជាហេតុធ្វើឲ្យអ្នកចេះដឹងល្បីដើមទទួលតំណែងនយោបាយខ្ពង់ខ្ពស់ដូចជាព្រះអង្គម្ចាស់យុទ្ធធិវង្សដែលទទួលតំណែងជានាយករដ្ឋមន្ត្រីពីខែកញ្ញាឆ្នាំ1946ដល់ចុងឆ្នាំ1947មុននឹងទ្រង់សគត់ទៅឈិនវងដែលឡើងធ្វើជានាយកដែលទទួលបានតំណែងជាប្រធានរដ្ឋសភាមែនទេទៅកាលសម័យហ្នឹងនៅកម្ពុជាក៏ដូចនៅក្នុងបណ្ដាប្រទេសក្រោមនឹមអាណានិគមបារាំងឬក៏ក្រោមនឹមអាណានិគមអង់គ្លេសដែរទោះជានៅអាស៊ីឬនៅអាហ្វ្រិកក៏ដោយអ្នកចេះដឹងជាចលករនៃគំនិតស្នេហាជាតិជាចលករនៃការទាមទារឯករាជ្យនិងជាចលករនៃគំនិតចម្រើននិយាយពីគំនិតចម្រើននិយមគេត្រូវដឹងថាក្នុងអូឡ িম্প ពីកទី3ឆ្នាំដំបូងក្រោយលោកលើកទី2ក្រោមកាត់ផ្ដើមពីទៅរករាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញជាក់ស្ដែងក្រោមឥទ្ធិពលនៃរដ្ឋធម្មនុញ្ញដំបូងគេបង្អស់នៅឆ្នាំ1947ដែលជារដ្ឋធម្មនុញ្ញទី1បង្អស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដើមបោះជំហានទៅរករបបរាជានិយមរដ្ឋធម្មនុញ្ញអាស្រ័យរដ្ឋធម្មនុញ្ញបាននេះថាម៉េចបាននេះតែព្រះមហាក្សត្រនិយាយចំព្រះបាទនរោត្តមសីហនុត្រូវបាត់បង់អំណាចហើយអំណាចត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃសភាទាំងស្រុងដែលមិនទៅជាពីយ៉ាងហ្នឹងឯងគេហៅថារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
ប៉ុន្តែការយកតម្រាប់មែនទេទៅរដ្ឋធម្មនុញ្ញឆ្នាំ1947គឺយកគំរូតាមរបបសាធារណរដ្ឋបារាំងទី4ដែលភាសាបារាំងគេហៅថា La 4e République française ប៉ុន្តែបន្តិចម្ដងគំនិតចម្រើននិយមមួយនេះដែលពួកអ្នកប្រជាធិបតេយ្យយកមកអនុវត្តនៅក្រោយសង្គ្រាមលោកលើកទី2ស្រាប់តែត្រូវបានរារាំងទី1រារាំងពីបារាំងដែលមិនពេញចិត្តនឹងជំហរទាមទារឯករាជ្យនិយមរបស់បកប្រជាធិបតេយ្យទី2មានការរារាំងពីសំណាក់សម្ដេចសៀនុផ្ទាល់ដែលទ្រង់មិនសុខចិត្តខ្លាយជាក្សត្រដែលគ្មានអំណាចម្ល៉េះហើយនៅឆ្នាំ1955សម្ដេចសៀនុទ្រង់ដាក់រាជបង្កើតចលនានយោបាយសង្គមរាស្ត្រនិយមដែលដោយសារប្រជាប្រិយភាពរបស់ព្រះអង្គផ្ទាល់ពីព្រោះព្រះអង្គត្រូវបានប្រជាជាតិចាត់ទុកថាជាបេតាប្រជាធិបតេយ្យចលនានយោបាយសង្គមរាស្ត្រនិយមឈ្នះឆ្នោតជាបន្តបន្ទាប់រហូតដល់ធ្វើឲ្យបកប្រជាធិបតេយ្យរលត់រលាយនៅឆ្នាំ1957នេះដំណាក់កាលទី2នៃប្រវត្តិសាស្ត្រដំណាក់កាលទី3នៃប្រវត្តិសាស្ត្រយើងដែលអ្នកចេះដឹងដើរតួនាទីសំខាន់មែនទែននៅក្នុងនយោបាយកម្ពុជាគឺនៅក្រោយឆ្នាំ1953ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីបារាំងកាលនោះក្រោយការចាក់ចេញទៅរបស់បារាំងមាតុប្រទេសរបស់យើងត្រូវការអ្នកចេះដឹងដែលមាននៅចំនួនតិចតួចបំផុតត្រូវការអ្នកចេះដឹងនៅក្នុងជួររដ្ឋាភិបាលនៅតាមស្ថាប័នកម្ពុជារបស់រដ្ឋនិងនៅក្នុងរដ្ឋបាលសាធារណៈមូលដ្ឋានឬជាតិម្ល៉េះហើយជាពិសេសចាប់ពីឆ្នាំ1955ទៅក្រោមការជំរុញរបស់សម្ដេចសៀនុនិងដោយសារឆន្ទៈរបស់អ្នកចេះដឹងខ្មែរខ្លួនឯងផងបញ្ញវន្តច្រើនឡើងសិតតែសម្ដេចចិត្តជួបប្រឡូកក្នុងឆាកនយោបាយនិងសិតតែសម្ដេចចិត្តคล้ายជាអ្នកនយោបាយក្រោយមកទៀតមានដំណាក់កាលប្រវត្តិសាស្ត្រមួយទៀតដែលអ្នកចេះដឹងដើរតួនាទីសំខាន់ណាស់តែអានឹងយើងត្រូវតែនាំគ្នាទទួលស្គាល់ក្នុងការសង្គ្រោះជាតិនិងកសាងជាតិឡើងវិញគឺនៅក្រោយឆ្នាំ1979ក្រោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពតដោយដឹងស្រាប់ហើយពីឆ្នាំ1975ដល់ឆ្នាំ1979ពួកខ្មែរក្រហមសម្លាប់ខ្មែរនិងបណ្ដាលឲ្យខ្មែរនឹងស្លាប់អស់ជិត2លាននាក់ហើយក្នុងនោះអ្នកចេះដឹងជាអ្នករងគ្រោះខ្លាំងជាងគេបង្អស់អ្នកចេះដឹងខ្មែរនៅក្នុងស្រុកត្រូវកាប់សម្លាប់សឹងអស់រលីងសំបីតអ្នកពាក់វ៉ែនតាធម្មតាដែលខ្មែរក្រហមចោទថាជាអ្នកចេះដឹងក៏សុទ្ធតែត្រូវអូសកទៅវាយចោលសាហាវជាងនោះទៅទៀតអានេះគឺប្រវត្តិសាស្ត្រមិនត្រូវបំភ្លេចប្រជាជាតិមិនត្រូវបំភ្លេចគឺពួកខ្មែរក្រហមតាមរយៈអៀងសារីដែលកាលនោះជារដ្ឋមន្ត្រីក្រសួងការបរទេសទៅកុហកពួកអ្នកចេះដឹងខ្មែរនៅបរទេសពិសេសនៅស្រុកបារាំងឲ្យត្រឡប់មកជួយជាតិតែតាមពិតយកគ្នាមកវាយចោលហើយក្នុងចំណោមអ្នកចេះដឹង1700នាក់ដែលចាញ់បោកខ្មែរក្រហមដោយព្រមចាកចេញពីបរទេសចូលមកកម្ពុជាវិញពីចន្លោះឆ្នាំ1975ដល់ឆ្នាំ1978នៅសល់មិនបាន200នាក់ល្អផងនៅឆ្នាំ1979នៅក្រោយរបបខ្មែរក្រហមមកដល់ត្រឹមនេះទាំងអស់គ្នាច្បាស់ជាយល់ហើយថាហេតុអ្វីបានជាអ្នកចេះដឹងខ្មែរក្រោយឆ្នាំ1979គឺជាដុំមាសដុំប្រាក់គឺជាប្រភេទមនុស្សកម្រដែលជាតិត្រូវការទោះបីជាកាលហ្នឹងកម្ពុជាស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពវៀតណាមក្តីកាលហ្នឹងនៅក្នុងស្រុកខ្មែរជាតិត្រូវការអ្នកចេះដឹងដែលនៅរស់រានមានជីវិតមួយក្តាប់តូចឯងដើម្បីចូលរួមកសាងកម្ពុជាឡើងវិញជាមួយមេតបនិងអ្នកនយោបាយដែលចេញពីរណសិរ្សពីធ្នូនៅក្នុងរបបថ្មីដែលកាលហ្នឹងគេហៅថារបបហេងសំរិទ្ធការចូលរួមរបស់អ្នកចេះដឹងទាំងនេះដែលសល់ពីស្លាប់គឺជាការចាំបាច់បំផុតត្បិតទាំងអស់គ្នាត្រូវយល់ថាការចំនួនហ្នឹង1979កម្ពុជា
វិលទៅរកបូរេប្រវត្តិអត់មានអ្វីសល់ទេកាលសម័យនោះធនធានមនុស្សក៏អស់ហេដ្ឋារចនាសម្ព័ន្ធក៏ខ្ទេចខ្ទីអស់រលីងឆ្នាំ1979គឺជាសម័យកាលសូត្រសម័យកាលដែលដើម្បីរស់ខ្មែរមានតែបន្លែផ្លែឈើនិងសត្វព្រៃត្រីទន្ទឹមនេះតាមការយល់ឃើញរបស់ខ្ញុំគេក៏មិនត្រូវបំភ្លេចដែរទូនីតិរបស់អ្នកជាតិដើមខ្មែរនៅក្រៅស្រុកក្រោយឆ្នាំ1979ដែលសុទ្ធតែបានចូលរួមយ៉ាងសកម្មជាមួយអ្នកនយោបាយពិសេសជាមួយអង្គសម្ដេចសៀនុដើម្បីទាមទារឲ្យវៀតណាមដកទ័ពចេញពីកម្ពុជាជារួមនៅទាំងសងខាងដែលជាគូបដិបត្តិនយោបាយនឹងគ្នានៅម្ខាងអ្នកនយោបាយខ្មែរក្នុងស្រុកនិងនៅម្ខាងទៀតអ្នកនយោបាយខ្មែរក្រៅស្រុកកាលចំនួនហ្នឹងក្នុងពេញមួយទសវត្សរ៍1980សុទ្ធតែមានអ្នកចេះដឹងដែលអមអ្នកនយោបាយកម្ពុជាដើម្បីចរចាដើម្បីផ្សះផ្សាដើម្បីសម្រេចបាននៅទីបំផុតកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1990សរុបមកវិញឃើញថាក្នុងដំណាក់កាលប្រវត្តិសាស្ត្រជាបន្តបញ្ញវន្តនយោបាយពូលគឺអ្នកចេះដឹងដែលជួបប្រឡូកក្នុងឆាកនយោបាយពូខែបំផុសបំផុលគំនិតថ្មីហើយសិតតែសម្រេចចូលរួមក្នុងបុព្វហេតុជាតិក្នុងន័យនេះទោះស្ថិតនៅខាងនិន្នាការនយោបាយណាក៏ដោយទោះស្ថិតនៅក្រៅស្រុកឬនៅក្នុងស្រុកក៏ដោយបញ្ញខ្មែរទាំងអស់ទន្ទឹមនេះគឺជាគ្រោះអភ័ព្វរបស់កម្ពុជាអ្នកជាតិទាំងខ្មែរក៏ជាអ្នកនាំអាចឲ្យជាតិទាស់តែងគ្នាបាក់បែកគ្នានិងកាប់សម្លាប់គ្នាដែរក្នុងន័យនេះបញ្ញវន្តនយោបាយនៅក្នុងប្រទេសកម្ពុជាពួកអ្នកចេះដឹងខ្មែរដែលជួបប្រឡូកជាបន្តបន្ទាប់ក្នុងឆាកនយោបាយខ្មែរពីមួយចំនួនទៅមួយចំនួនសុទ្ធតែជាអ្នកទទួលខុសត្រូវមួយចំណែកធំចំពោះសោកនាដកម្មធំនៃប្រទេសកម្ពុជាហើយនេះជាប្រធានបទដែលខ្ញុំនឹងបន្តនៅវគ្គបន្តនេះសម័យសង្គ្រាមលោកខ្លាយជាអ្នកនយោបាយឆ្លោះគ្នាទាស់ទិញគ្នាឥតឈប់ឈរទំនាស់នេះទីសោតមិនមែនជាការលេងសើចបិទជាទំនាស់តចំនួនទីសាច់ហត់ឈាមគ្នានឹងធ្លាប់នាំទៅជិតសិតហើយគេអាចរហូតដល់ទៅនិយាយថាអ្នកចេះដឹងខ្មែរនៅក្នុងនយោបាយកម្ពុជាសម័យទំនើបជាប្រភពមួយធំនៃជំនួសជាតិនិងជាបុព្វហេតុមួយធំនៃមហន្តរាយជាតិលោកវ៉ាន់ឌីកាអុនដែលជាបញ្ញវន្តមួយរូបជារៀមច្បងនិងជាសហការីរបស់ខ្ញុំបិទធ្លាប់ធ្វើការជាមួយគ្នាច្រើនឆ្នាំនៅក្នុងវិទ្យុបារាំងអន្តរជាតិ RFI គូបញ្ជាក់នៅក្នុងសៀវភៅរបស់គាត់សុបិននឹងការពិតថាក្នុងនយោបាយកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ1950មកមានបញ្ញវន្តពីរប្រភេទបញ្ញវន្តស្ដាំនិយមនិងបញ្ញវន្តឆ្វេងនិយមដើម្បីកុំឲ្យឆ្ងល់ខ្ញុំសូមបំភ្លឺភ្លាមថាអ្វីទៅដែលហៅថាខ្មែរអ្នកចេះដឹងស្ដាំនិយមនិងខ្មែរអ្នកចេះដឹងឆ្វេងនិយមឬគោលដៅនៃការបែងចែកនេះមិនមែនចេញពីជួរអ្នកចេះដឹងទេប៉ុន្តែក្រោយមកអ្នកចេះដឹងជាអ្នកចាក់បញ្ជូនមនោគមវិជ្ជាទៅក្នុងការបែងចែកនេះរវាងស្ដាំនិយមនិងឆ្វេងនិយមរហូតដល់បង្កជាទំនាស់ស៊ីសាច់ខុតឈាមគ្នានិងជាទំនាស់តចំនួនសឹងថារហូតមកទល់សព្វថ្ងៃដោយលើកឡើងខាងដើមបំបញ្ញមិញនេះអញ្ចឹងនៅពាក់កណ្ដាលឆ្នាំ1949ពួកអ៊ីស្រាអែលខ្មែរទាស់តែងគ្នាវាយប្រហារគ្នានៅម្ខាងមានក្រុមដែលចង់បន្តប្រយុទ្ធនឹងអាណានិគមបារាំងដោយខ្លួនឯងមានដូចជាដាបឈួននិងព្រះអង្គម្ចាស់ចន្ទរាំងសីមិញរីនៅម្ខាងទៀតមានក្រុមដែលសម្រេចចិត្តទៅគៀកស្មារគ្នាជាមួយពួកអ្នកស្នេហាជាតិឡាវនិងពួកអ្នកស្នេហាជាតិយូណាណាំក្រោមស្លាបនៃបកកុម្មុយនីសឥណ្ឌូចិនរបស់ហូជីមីន
ដើម្បីបណ្ដេញបារាំងចេញពីឥណ្ឌូចិនខ្មែរអ៊ីរ៉ាក់ក្រុមទី2នេះដែលមានដូចជាអាចារ្យមានសង្ហុកមិញទូសមុទ្រនិងស៊ីវហេងត្រូវគេប្រសិទ្ធនាមឲ្យថាជាពួកខ្មែរអ៊ីរ៉ាក់និយមឆ្វេងការបែងចែកនេះនៅក្នុងជួរអ្នកស្នេហាជាតិខ្មែរកាលសម័យនោះតាមពិតទៅគ្រាន់តែជាទំនាស់យុទ្ធសាស្ត្រប៉ុណ្ណោះមិនមែនជាទំនាស់មនោគមវិជ្ជាទេហេតុអ្វីពីព្រោះតាមពិតទៅអាចារ្យមានយល់ឃើញថារួមគ្នាជាមួយអ្នកស្នេហាជាតិនៃប្រទេសជិតខាងដើម្បីវាយបារាំងអាចនឹងនាំមកនៅជោគជ័យឆាប់រហ័សហើយយ៉ាងណាក៏ដោយការចំនួនហ្នឹងមែនទេទៅហេតុអ្វីមកខ្ញុំនិយាយថាមិនមែនជាទំនាស់មនោគមវិជ្ជាពីព្រោះកាលសម័យហ្នឹងនៅឆ្នាំ1949ថែមទាំងរហូតទៅដល់ដើមទសវត្សរ៍1950มันអាចមានទេទំនាស់មនោគមវិជ្ជាពីព្រោះកាលសម័យហ្នឹងនៅឆ្នាំ1949កុំថាឡើយខ្មែរអ៊ីរ៉ាក់នៅក្នុងព្រៃសូម្បីតែខ្មែរអ្នកចេះដឹងនៅលើឆាកនយោបាយខ្មែរហ្នឹងក៏មិនយល់ច្បាស់ផងថាអ្វីទៅមនោគមវិជ្ជាថាអ្វីទៅសង្គមនិយមថាអ្វីទៅសេរីនិយមថាអ្វីទៅកុម្មុយនីសវាអត់មានប៉ុន្តែបន្តិចម្ដងនៅពេលដែលសង្គ្រាមផ្ដើមផ្ទុះឡើងចាប់ពីឆ្នាំ1954 1955ទៅនៅវៀតណាមរវាងវៀតណាមខាងត្បូងនិងវៀតណាមខាងជើងវៀតណាមខាងត្បូងគ្រប់គ្រងដោយអាមេរិកនិងវៀតណាមខាងជើងគ្រប់គ្រងដោយសូវៀតនិងចិនស្រាប់តែបញ្ញវន្តខ្មែរយើងហ្នឹងចាប់ផ្ដើមចាក់បញ្ចូលមនោគមវិជ្ជាទៅក្នុងការតស៊ូមតិទៅក្នុងចំនួននិងទៅក្នុងការដណ្ដើមអំណាចគ្នារហូតដល់បង្កើតចេញជារូបរាងនៅអ្វីដែលគេហៅថាអ្នកចេះដឹងស្ដាំនិយមនិងអ្នកចេះដឹងឆ្វេងនិយមហើយនៅក្នុងបរិបទនេះនៅពេលដែលសម្ដេចសៀនុព្រះអង្គផ្ដើមប្រកាន់នយោបាយអព្យាក្រឹតនិយមដើម្បីរក្សាឲ្យនៅគង់វង្សសន្តិភាពនៅប្រទេសកម្ពុជាអ្នកស្ដាំនិយមនិងអ្នកឆ្វេងនិយមជ្រួបប្រកែកគ្នាកាន់តែខ្លាំងហេតុអ្វីពីព្រោះអ្នកស្ដាំនិយមចំនួនហ្នឹងជាអ្នកអាមេរិកនិយមជាអ្នកមូលធននិយមជាអ្នកការពារពួកកហបតីជាអ្នកការពារអ្នកមាននិងអ្នកមានអំណាចនិងតាំងខ្លួនជាអ្នកសេរីនិយមបានន័យថាឲ្យតម្លៃដល់សេរីភាពក្នុងចំណោមអ្នកស្ដាំនិយមល្បីរួមមានសង្ហុកថាញ់លន់នល់សិរីមន្តៈព្រះអង្គជាស៊ីសវត្តសិរីមន្តៈសំសេរីលក្ខនិងលក្ខរៀនអ្នកឆ្វេងនិយមវិញជាអ្នកប្រឆាំងនឹងអាមេរិកដែលពួកគេចោទថាជាចក្រពត្តិនិយមអ្នកឆ្វេងនិយមឲ្យតម្លៃដល់សមភាពសង្គមនិងយុត្តិធម៌សង្គមជំលោះរវាងស្ដាំនិយមនិងឆ្វេងនិយមរឹងរឹតពីស្រួចស្រាលចាប់ពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1950ទៅជាមួយការវិលត្រឡប់ពីស្រុកបារាំងមកវិញនៅក្រុមនិស្សិតមួយចំនួនដែលពីដើមឡើយសិតសឹងជាអ្នកឆ្វេងនិយមប៉ុន្តែខ្លាយជាកុម្មុយនីសពេលទៅរៀនសូត្រនៅប្រទេសបារាំងខ្ញុំចង់និយាយពីហ៊ូយុនហ៊ូនឹមខៀវសំផនស៊ុនសេនអ្នកចេះដឹងឆ្វេងនិយមដែលធ្វើនយោបាយផ្លូវការនៅក្នុងស្រុកមុននឹងរត់ជួលព្រៃនៅឆ្នាំ1967មានហ៊ូយុនហ៊ូនឹមនិងខៀវសំផនពួកគាត់នេះទាស់ទែងជាមួយអ្នកស្ដាំនិយមឥតឈប់រៀបពួកនិស្សិតបរាជ័យមិនទទួលបានសញ្ញាបត្រលាក់ស្រុកនិងនៅក្នុងព្រៃជាមួយពួកខ្មែរវៀតមិញដើមឡើយសឡុតសោះដើមធ្វើជាស្មៀនរបស់ទូសមុទ្រតាំងពីឆ្នាំ1953 1954មកម្លេះនៅឆ្នាំ1962ពួកខ្មែរក្រហមអ្នកដឹកនាំដោយសឡុតសប្លន់ពីដៃពួកខ្មែរវៀតមិញយកមកកាន់កាប់ទាំងស្រុងបកកុម្មុយនីសលួចលាក់ដែលកាលនោះគេហៅថាគណៈបកប្រជាជនបដិវត្តន៍ខ្មែរ ហើយចង់ឬមិនចង់បរាជ័យនៃនយោបាយអព្យាក្រឹតនិយមរបស់អង្គសម្ដេចសៀនុជាការពិតគឺបណ្ដាលមកពីសម្ដេចសៀនុព្រះអង្គផ្ទាល់ផងនិងបណ្ដាលមកពីចិននិងអាមេរិកផងដែលប្រើល្បិចរៀងខ្លួនដើម្បីទាញកម្ពុជានោះឲ្យមកនៅខាងខ្លួនប៉ុន្តែមែនទេទៅបរាជ័យនៃនយោបាយអព្យាក្រឹតនិយមរបស់សម្ដេចសៀនុក៏បណ្ដាលមកពីការទាស់ទែងស៊ីសាច់ផុតឈាមគ្នា
រវាងបញ្ញវន្តខ្មែរបញ្ញវន្តនយោបាយខ្មែរស្ដាំនិយមនិងបញ្ញវន្តនយោបាយខ្មែរឆ្វេងនិយមនៅក្នុងស្រុកហើយនៅត្រង់នេះលោកវ៉ាន់ឌីកអនដែលខ្ញុំលើកឡើងបែបនេះសរសេរនៅក្នុងសៀវភៅសុបិននឹងការពិតជាអាចថាបញ្ញវន្តខ្មែរទាំងពីរប្រភេទស្ដាំនិយមនិងឆ្វេងនិយមដែលប្រជុំមុខដាក់គ្នាឥតស្រាកស្រានតាមរយៈទំព័រសារព័ត៌មាននិងលើឆាកនយោបាយមានគោលដៅមួយខុសគ្នានិងគោលដៅមួយទៀតដូចគ្នាគោលដៅខុសគ្នានោះគឺអ្វីពួកឆ្វេងនិយមចង់បំបេះសម្ដេចសៀនុចេញពីពួកស្ដាំនិយមរាយពួកស្ដាំនិយមចង់អូសទាញសម្ដេចសៀនុចេញពីពួកឆ្វេងនិយមរីឯគោលដៅដូចគ្នាគោលដៅដូចគ្នាគឺក្តីប្រាថ្នារបស់ពួកបញ្ញវន្តឆ្វេងនិយមក៏ដូចពួកបញ្ញវន្តស្ដាំនិយមចង់រំលំរាជានិយមនិងដាក់ជំនួសវិញដោយរបបសាធារណរដ្ឋសាធារណរដ្ឋប្រជាមានិតបែបកុម្មុយនីសសម្រាប់ពួកអ្នកបញ្ញវន្តឆ្វេងនិយមឬក៏សាធារណរដ្ឋសេរីនិយមបែបប្រជាមលោកបែបអាមេរិកកាំងសម្រាប់ពួកស្ដាំនិយមហើយតាមរយៈសំណេរនេះរបស់វ៉ាន់ឌីកអនទាំងអស់គ្នាច្បាស់ជាយល់ហើយថាអ្នកចេះដឹងខ្មែរសម័យនោះភាគច្រើនសុទ្ធតែជាអ្នកក្បត់រាជានិយមនិងសុទ្ធតែជាអ្នកក្បត់សម្ដេចសៀនុលើកលែងទៅអ្នកចេះដឹងដែលគេហៅថាពួកសៀនុនិយមដូចជាស៊ឿនសានប៉ែននុតញឹកជូលំសរិនឆាឌួងសំអល់លាក់នឹងលាក់ដោយឡែកនៅក្នុងជួរអ្នកស្ដាំនិយមនិងនៅក្នុងជួរអ្នកឆ្វេងនិយមតាំងពីដើមរៀងមកតែមានជាតិនិយមជ្រុលហើយជាតិនិយមជ្រុលរបស់ពួកស្ដាំនិយមក៏ដូចពួកអ្នកឆ្វេងនិយមគឺដូចគ្នាសុទ្ធសាធគឺជាជាតិនិយមជ្រុលដែលញុះញង់ឲ្យរឿងអង្គពុសាសន៍ពិសេសពូជសាសន៍វៀតណាមជាក់ស្ដែងទាំងនៅក្នុងរបបសាធារណរដ្ឋខ្មែររបស់លន់នល់1970 1975ទាំងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពតឆ្នាំ1975 1979ការញុះញង់ឲ្យរឿងអង្គពុសាសន៍វៀតណាមឲ្យកាប់សម្លាប់យួនគឺជាមូលហេតុមួយសំខាន់ក្នុងចំណោមមូលហេតុសំខាន់ដទៃផ្សេងទៀតដែលនាំទៅដល់សង្គ្រាមជារួមបញ្ញវន្តនយោបាយឆ្វេងនិយមក៏ដូចបញ្ញវន្តនយោបាយស្ដាំនិយមនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាយើងជាពិសេសនៅក្នុងអតីតកាលជាអ្នកទទួលខុសត្រូវមួយចំណែកធំចំពោះមហន្តរាយជាតិដែលផ្ដើមឡើងនៅឆ្នាំ1970ជាការពិតសង្គ្រាមឆ្នាំ1970 1975របបសហប្រៃផ្សៃខ្មែរក្រហមនៅឆ្នាំ1975 1979និងសង្គ្រាមក្នុងទសវត្សរ៍1980រវាងនៅម្ខាងអ្វីដែលគេហៅថារបបហេងសំរិននិងនៅម្ខាងទៀតចលនាខ្មែរតស៊ូត្រីភាគីរបស់សម្ដេចសៀនុលោកតាស៊ឿនសាននិងខ្មែរក្រហមសិតតែមានបុព្វហេតុខាងក្រៅដែលខ្មែរយើងស្ដាប់មិនបានក៏ប៉ុន្តែបុព្វហេតុខាងក្នុងធំមួយនៃមហន្តរាយជាតិដែលផ្ដើមឡើងនៅឆ្នាំ1970ជាពិសេសបងប្អូនកូនក្មួយចំនួនក្រោយត្រត់ទៅយួនគឺចំនួនរវាងខ្មែរនិងខ្មែរដែលត្រូវនាំអាតដោយបញ្ញវន្តនយោបាយនិងត្រូវចិញ្ចឹមឲ្យមានចំហាយសន្តាមទូលសប្តាហ៍ដោយបញ្ញវន្តនយោបាយប្រជាជនសាមញ្ញមែនទែនទៅប្រជារាស្ត្រធម្មតាជាទូទៅគ្នាមិនដឹងអ្វីទេប៉ុន្តែគ្នាឆោតគ្នាល្ងងគ្នាជឿបញ្ញវន្តនយោបាយហើយបញ្ញវន្តនយោបាយនៅកម្ពុជាតរហូតមកទល់សប្តាហ៍ពីមួយចំនួនទៅមួយចំនួនមិនដែលរីករាយឡើយក្នុងការបង្វក់ខួរក្បាលរបស់ប្រជារាស្ត្រពិសេសពួកយុវជនជាស្ដែងពួកអ្នកចេះរឿងស្ដាំនិយមនៅឆ្នាំ1970នាំអាចទម្លាក់សម្ដេចសៀនុរំលាយរាជានិយមបង្កើតសាធារណរដ្ឋរួចឲ្យបង្ខំប្រជារាស្ត្រដែលគ្នានៅស្រឡាញ់សម្ដេចសៀនុដែលគ្នានៅស្រឡាញ់រាជានិយមឲ្យទទួលគុណតម្លៃនិងមនោគមវិជ្ជាស្ដាំនិយមនាំមកពីបរទេសដូចគ្នាពួកអ្នកចេះដឹងឆ្វេងនិយមតាមរយៈពួកមេខ្មែរក្រហមនៅខែមេសាឆ្នាំ1975រំលាយសាធារណរដ្ឋរបស់ពួកស្ដាំនិយម
បង្កើតសាធារណរដ្ឋថ្មីមួយបែបសង្គមនិយមម្ដងបង្ខំប្រជារាស្ត្រឲ្យធ្វើបដិវត្តកុម្មុយនីសដោយខ្លួនឯងហ្នឹងមិនយល់ពីទ្រឹស្ដីកុម្មុយនីសហើយយកគំរូតាមបរទេសតាមទ្រឹស្ដីម៉ៅនិយមទាំងនៅស្រុកខ្មែរយើងហ្នឹងគ្មានសោះឡើយខ្ញុំសូមបញ្ជាក់ទៀតគ្មានសោះឡើយកាលចំនួនហ្នឹងមូលហេតុណាមួយដែលត្រូវជំរុញប្រជារាស្ត្រឲ្យធ្វើបដិវត្តកុម្មុយនីសខ្ញុំបញ្ចប់ត្រឹមហ្នឹងដើម្បីជាសេចក្តីសន្និដ្ឋានមុននឹងបញ្ចប់អន្តរាគមន៍របស់ខ្ញុំថ្ងៃនេះខ្ញុំចង់លើកជាសំណួរមួយចំនួនដើម្បីយើងគិតឲ្យជ្រៅជាងនេះតើនៅក្នុងទំនាស់នយោបាយបច្ចុប្បន្នរវាងនៅម្ខាងបកកណ្ដាលអំណាចគឺគណៈបកប្រជាជនកម្ពុជានិងនៅម្ខាងទៀតពូអ្នកប្រឆាំងទាំងអ្នកប្រឆាំងនៅក្នុងស្រុកទាំងអ្នកប្រឆាំងនៅក្រៅស្រុកតើមានឬទេកត្តា monoculture ជាបឋមគូបញ្ជាក់ថាបញ្ញវន្តនយោបាយខ្មែរស្ដាំនិយមនិងបញ្ញវន្តនយោបាយខ្មែរឆ្វេងនិយមដែលនៅទសវត្សរ៍ឆ្នាំ1950 1960 1970ប្រឈមមុខដាក់គ្នានឹងទាស់ទែងគ្នាស៊ីសាច់ហត់ឈាមពួកគាត់ស្លាប់អស់ឬក៏ស្លាប់សឹងអស់ហើយក៏ប៉ុន្តែមរតកមនោគមវិជ្ជាពិសេសមរតកមនោគមវិជ្ជាស្ដាំនិយមនៅមានដង្ហើមរស់រវើកក្នុងចំណោមពួកអ្នកប្រឆាំងសពថ្ងៃតាំងពីមេដឹកនាំនយោបាយរហូតដល់សកម្មជនទូតាទាំងអ្នកនៅក្នុងស្រុកទាំងអ្នកនៅក្រៅស្រុកដោយអ្នកស្ដាំនិយមខ្មែរនៅក្នុងអតីតកាលដែរពួកប្រឆាំងបច្ចុប្បន្នជាអ្នកអាមេរិកនិយមត្រង់នេះខ្ញុំចង់លើកឡើងនៅចំណុចខុសគ្នាតិចតួចអ្នកស្ដាំនិយមខ្មែរដែលនៅក្នុងអតីតកាលជាអ្នកស្រឡាញ់អាមេរិកខ្ញុំសូមរំលឹកឡើងវិញសុទ្ធសឹងជាពួកកហបតីអ្នកមាននិងអ្នកមានអំណាចនៃសម័យសង្គមរាស្ត្រនិយមនិងនៃសម័យសាធារណរដ្ឋរបស់លន់នល់កាលនោះពួកគេស្រឡាញ់អាមេរិកពីព្រោះមូលធននិយមបែបសាធារណៈបែបអាមេរិកនោះអាចជួយរក្សាការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេដែលមនោគមវិជ្ជាកុម្មុយនីសតម្រូវឲ្យរឹបអូសយកមកចែកចាយប្រជាជនទូតាចនិងក្រីក្រដូចទៅវិញអ្នកប្រឆាំងបច្ចុប្បន្នដែលស្រឡាញ់អាមេរិកជាទូទៅជាអ្នកក្រីក្រចម្លែកណានិងជាអ្នកដែលគ្មានឥទ្ធិពលសេដ្ឋកិច្ចឬឥទ្ធិពលអ្វីផ្សេងទេនៅក្នុងសង្គមខ្មែរយើងពួកគេអូសទាញដោយមេដឹកនាំនយោបាយរបស់ពួកគេនាំគ្នាលើកដំកើងនិងស្រឡាញ់អាមេរិកពីព្រោះពួកគេសង្ឃឹមថាអាមេរិកក្នុងនាមជាបេតាប្រជាធិបតេយ្យអាចជួយពួកគេឲ្យផ្លាស់ប្ដូរឋានៈដឹកនាំនៅភ្នំពេញដែលពួកគេចោទថាផ្ដាច់ការដោយឡែកក៏ដូចអ្នកស្ដាំនិយមខ្មែរសម័យលន់នល់ដែរអ្នកប្រឆាំងសពថ្ងៃប្រើប្រាស់ជាតិនិយមគឺជាជាតិនិយមដែលស៊ិនងប់ថាញ់សរសេរបកស្រាយតាំងពីចុងទសវត្សរ៍ឆ្នាំ1930មកម្លេះនៅក្នុងកាសែតនគរធំដែលខ្ញុំលើកឡើងបាញ់មិញគឺជាជាតិនិយមស្អប់ចិនស្អប់យួនស្អប់ចិនដែលពួកគេចោទថាលួចសេដ្ឋកិច្ចនិងស្អប់យួនដែលពួកគេចោទថាលួចទឹកដីដោយឡែកជាង10ឆ្នាំចុងក្រោយនេះពួកអ្នកប្រឆាំងខ្មែរដែលបន្តចោទថាបកកណ្ដាលអំណាចជាអាយ៉ងយួនបែរមុខរួយនៃការវាយប្រហារខ្លាំងឡើងទៅលើចិនវិញម្ដងចិនដែលពួកគេចោទថាជួយឲ្យទីក្រុងភ្នំពេញរក្សានិងពង្រឹងអំណាចឥឡូវយើងងាកមកមើលគណៈបកកណ្ដាលអំណាចវិញម្ដងតើមានឬទេមនោគមវិជ្ជាគឺជាគណៈបកដែលនៅបន្តមរតកមនោគមវិជ្ជាឆ្វេងនិយមខ្មែរសម័យទសវត្សរ៍ឆ្នាំ1950 1960និង1970ដែរឬទេមែនទេទៅគឺជាការពិបាករកចម្លើយនិងជាការពិបាកសិក្សាត្បិតក្នុងនាមជាបកកណ្ដាលអំណាចយូរមកហើយជាច្រើនទសវត្សរ៍កន្លងមកហើយគណៈបកប្រជាជនកម្ពុជាចាំបាច់ត្រូវបង្ហាញសាច់ការជាក់ស្ដែងជាងបង្ហាញមនោគមវិជ្ជាបានន័យថាគណៈបកនេះត្រូវបត់បែនជួនកាលត្រូវមើលងាយមនោគមវិជ្ជា
បាននឹងកំពុងបន្តបត់បែនតាមទិដ្ឋាការដើម្បីធ្វើឲ្យចេញជាលទ្ធផលជាក់ស្ដែងកាន់តែច្រើនបកកណ្ដាលអំណាចឧទាហរណ៍ចង់ឲ្យប្រវត្តិសាស្ត្រចងចាំថាខ្លួនជាអ្នកស្រោចស្រង់ជាតិតាមរយៈការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមចង់ឲ្យប្រវត្តិសាស្ត្រចងចាំថាខ្លួនជាអ្នកកសាងបានសន្តិភាពយូរវែងជាងគេនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជានឹងថាខ្លួនបាននឹងកំពុងបន្តអភិវឌ្ឍប្រទេសយ៉ាងណាក៏ដោយបើពិនិត្យមើលដិតដល់ឃើញថាមានចំណុចមួយចំនួនដែលអាចស្ដាយឲ្យឃើញថាគណៈបកកណ្ដាលអំណាចសប្តាហ៍ចង់ឬមិនចង់ជាអ្នកទទួលមរតកពីអ្នកឆ្វេងនិយមខ្មែរអតីតកាលមានជាបឋមឬគល់ប្រវត្តិសាស្ត្រតាមរយៈការកំណត់យកឆ្នាំ1951ជាឆ្នាំកំណើតរបស់ខ្លួនគណៈបកប្រជាជនកម្ពុជាទទួលស្គាល់ថាខ្លួនមានឫសគល់ចេញពីគណៈបកប្រជាជនបដិវត្តន៍ខ្មែរដែលបានបំបែកចេញពីបកកុម្មុយនីសឥណ្ឌូចិននៅឆ្នាំ1951ដោយក្រុមអាចារ្យមានទូសម្បត្តិនិងសៀវហេងដូចគ្នាតាមរយៈការកំណត់យកឆ្នាំ1951នេះជាឆ្នាំកំណើតរបស់ខ្លួនគណៈបកប្រជាជនកម្ពុជាបញ្ជាក់យ៉ាងច្បាស់ក្រឡែតថាឫសគល់ឆ្វេងនិយមរបស់ពួកខ្លួនមិនមែនជាឆ្វេងនិយមបែបជ្រុលនិយមរបស់ពួកខ្មែរក្រហមទេខ្មែរក្រហមសលុតសលួនជានិងអៀងសេរីដែលបានប្លន់យកគណៈបកប្រជាជនបដិវត្តន៍ខ្មែរទៅកាន់កាប់នៅឆ្នាំ1962និងបានបដូរឆ្នាំកំណើតពីឆ្នាំ1951ទៅឆ្នាំ1960ដោយឡែកហេតុដែលរាជរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាត្រូវពឹងចិនខ្លាំងបើមើលមួយផ្លេតអាចជាភ័ស្តុតាងនៃមរតកមនុស្សកម្ពុជាឆ្វេងនិយមប៉ុន្តែដូចខ្ញុំធ្លាប់លើកឡើងជាញឹកញយរួចមកហើយហេតុដែលរាជរដ្ឋាភិបាលបច្ចុប្បន្នត្រូវពឹងពាក់ចិនខ្លាំងតាំងពីជំនួយសេដ្ឋកិច្ចតាំងពីប្រាក់កម្ចីតាំងពីវិនិយោគទុននិងចុងក្រោយនេះវ៉ាក់សាំងប្រឆាំងកូវីដគឺមានមូលហេតុមួយធំនោះគឺអាមេរិកមិនឲ្យកម្ពុជាពឹងអាមេរិកមិនព្រមឲ្យកម្ពុជាពឹងពាក់ខ្ញុំសូមបញ្ចប់ត្រឹមនេះបទបង្ហាញរបស់ខ្ញុំដោយសង្ឃឹមថាអ្វីដែលខ្ញុំលើកឡើងថ្ងៃនេះអាចជួយពូនក្មួយទាំងអស់ដែលចង់ខ្លាយជាបញ្ញវន្តនយោបាយនៃសតវត្សទី21នេះឲ្យយល់នៅគន្លឹះសំខាន់នៃប្រវត្តិកម្ពុជាសម័យទំនើបតែទាំងនេះគ្រាន់តែជាចំណេះដឹងដែលតាមយោបល់របស់ខ្ញុំអនាគតអ្នកនយោបាយខ្មែរត្រូវដឹងត្រូវយល់ត្រូវក្តាប់ឲ្យបានដើម្បីទុកជាមេរៀនទុកជាការប្រុងប្រយ័ត្នគំនុំប្រជាជាតិយើងទៅរករណ្ដៅមរណៈដោយក្នុងអតីតកាលទៀតសូមអរគុណ